បុរសកំសត់និងទេវតាជើងចង្ក្រានកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះសួស្ដីរស់នៅក្នុងភូមិដាច់ស្រយាលមួយក្បែរជើងភ្នំដងរែកជីវិតរបស់សួស្ដីប្រៀបដូចជាទូកកណ្ដាលសមុទ្រដែលគ្មានច្រវាគេជាក្មេងកំព្រាដែលឪពុកម្ដាយបានលាចាកលោកតាំងពីគេដឹងក្ដីមកម្ល៉េះទ្រព្យសម្បត្តិតែមួយគត់ដែលសួស្ដីមានគឺខ្ទមជារាមួយខ្នងដែលដំបូលធ្លុះធ្លាយនិងដីស្រែតូចមួយក្បែរមាត់អូរាល់ព្រឹកមុនពេលព្រះអាទិត្យរះសួស្ដីត្រូវក្រោកពីដំណេកទាំងរងាដើម្បីទៅបេះបន្លែព្រៃនិងរកអស់ទៅលក់នៅផ្សារដែលនៅឆ្ងាយរាប់សិបគីឡូម៉ែត្រទោះបីជាត្រូវដើរដាច់មេជើងឬរងកម្ដៅថ្ងៃយ៉ាងណាក៏ដោយក៏ទឹកមុខរបស់បុរសម្នាក់នេះនៅតែមានស្នាមញញឹមជានិច្ចសួស្ដីតែងតែសូត្រមន្តសុំសេចក្តីសុខឲ្យអ្នកភូមិនិងសត្វលោកទាំងអស់ដោយមិនដែលត្អូញត្អែពីវាសនាខ្លួនឯងឡើយប៉ុន្តែអ្វីដែលប្លែកបំផុតនោះគឺមិនថាគេហត់នឿយយ៉ាងណាទេឲ្យតែពេលត្រឡប់មកដល់ផ្ទះវិញសកម្មភាពដំបូងដែលគេធ្វើគឺការដើរទៅកាន់ចង្ក្រានបាយដ៏ចាស់រិចរិលរបស់គេនៅក្នុងផ្ទះបាយដ៏តូចចង្អៀតនិងពោពេញទៅដោយផ្សែងភ្លើងសួស្ដីមានទម្លាប់មួយដែលអ្នកជិតខាងតែងតែងឿងឆ្ងល់គេតែងតែដុសខាត់ថ្មជើងចង្ក្រានទាំង3ឲ្យស្អាតរលោងជានិច្ចសម្រាប់សួស្ដីជើងចង្ក្រានមិនមែនគ្រាន់តែជាថ្មសម្រាប់ទ្រឆ្នាំងនោះទេប៉ុន្តែជាមិត្តភក្តិតែមួយគត់ដែលនៅចាំផ្ទះឲ្យគេរាល់ពេលដែលសួស្ដីដាំបាយឆ្អិនទោះបីជាបាយនោះមានតិចតួចសឹងតែមិនគ្រាន់ហូបម្នាក់ឯងក៏ដោយក៏គេមិនដែលភ្លេចដួសបាយមួយវែកនិងម្ហូបបន្តិចបន្តួចដាក់លើស្លឹកចេករួចដាក់ថ្វាយនៅលើជើងចង្ក្រាននោះដែរគេតែងតែសំពះហើយពោលថាលោកម្ចាស់ជើងចង្ក្រានអើយសូមពិសាបាយទឹកចុះបើគ្មានលោកជួយទ្រឆ្នាំងឲ្យខ្ញុំទេខ្ញុំក៏គ្មានបាយហូបដែរការដាក់ដងវាយសែនឲ្យជើងចង្ក្រានសួស្ដីធ្វើមិនដែលខកខានមួយថ្ងៃណាឡើយរហូតដល់ចិត្តបរិសុទ្ធនេះបានជ្រាបទៅដល់ឋានទេវតាយប់មួយក្នុងខែពិសាខខ្យល់បក់ត្រជាក់ល្វើយសួស្ដីដែលកំពុងតែដេកលក់យ៉ាងស្កប់ក្នុងខ្ទមក៏ស្រាប់តែត្រូវភ្ញាក់ឡើងដោយសារពន្លឺមាសមួយយ៉ាងចម្លែកដែលចេះចេញពីក្នុងផ្ទះបាយគេមានអារម្មណ៍ថាមានក្លិនក្រអូបដូចផ្កាម្លិះនិងផ្កាឈូកសាយភាយពេញផ្ទះសួស្ដីញីភ្នែកទាំងងងុយរួចសម្លឹងដើរទៅមើលក្នុងផ្ទះបាយអ្វីដែលគេបានឃើញធ្វើឲ្យគេស្ទើរតែឈប់ដកដង្ហើមនៅពីលើជើងចង្ក្រានដ៏ចាស់នោះមានរូបរាងកាយដ៏ស្រស់សង្ហាមួយអង្គស្លៀកពាក់គ្រឿងអលង្ការភ្លឺចិញ្ចាចជះពន្លឺពណ៌មាសពេញបន្ទប់លោកមានទឹកមុខស្រទន់និងមានមេត្តាថ្វាយយ៉ាងខ្លាំងសួស្ដីភ័យផងអផងក៏ដួលខ្លួនចុះសំពះដល់ដីលោកម្ចាស់នោះមានបន្ទូលទាំងញញឹមថាមនាលសួស្ដីកុំភ័យអីយើងគឺជាទេវតាដែលរក្សាជើងចង្ក្រានរបស់ឯងយើងស្នាក់នៅទីនេះរាប់រយឆ្នាំមកហើយយើងពិតជាស្ងប់ស្ងាយនិងចិត្តកតញ្ញូរបស់ឯងខ្លាំងណាស់ទេវតាជើងចង្ក្រានមិនទាន់ប្រគល់ទ្រព្យសម្បត្តិឲ្យសួស្ដីភ្លាមនោះទេលោកចង់ដឹងថាតើចិត្តដ៏ល្អរបស់សួស្ដីនេះគឺជាចិត្តដែលអត់ធ្មត់នឹងទុក្ខលំបាកបានកម្រិតណាលោកមានបន្ទូលទៅកាន់សួស្ដីថាសួស្ដីអើយយើងដឹងថាឯងក្រប៉ុន្តែយប់នេះយើងចង់ឲ្យឯងធ្វើរឿងមួយចូលឯងយកអង្ករចុងក្រោយដែលឯងមានក្នុងជង្រុកមកដាំបាយឲ្យយើងហើយចែកទៅឲ្យអ្នកសុំទានដែលនឹងដើរកាត់មុខផ្ទះឯងនៅព្រឹកស្អែកសួស្ដីស្ដាប់ហើយក៏មានការរារែកបន្តិចព្រោះអង្ករនោះគឺជាចំណែកចុងក្រោយសម្រាប់គេរស់ក្នុងរយៈពេល 2-3 ថ្ងៃទៀតប៉ុន្តែដោយក្តីគោរពនិងជឿជាក់លើទេវតាសួស្ដីក៏ងក់ក្បាលយល់ព្រមពេញមួយយប់នោះសួស្ដីមិនបានដេកឡើយគេអង្គុយដាំបាយយ៉ាងផ្ចិតផ្ចង់និងមានសេចក្តីសុខក្នុងចិត្តយ៉ាងចម្លែកបើទោះជាគេដឹងថាព្រឹកឡើងគេនឹងត្រូវដាច់បាយក៏ដោយលុះព្រឹកព្រលឹមឡើងស្រាប់តែមានបរិសុទ្ធជាម្នាក់ស្លៀកពាក់ដាច់រហែករាងកាយស្គមស្គាំងដើរមកឈប់នៅមុខខ្ទមសួស្ដីគាត់យំរៀបរាប់ពីការស្រេកឃ្លាននិងការហត់នឿយសួស្ដីឃើញភ្លាមក៏ប្រញាប់លើកបាយដ៏ក្តៅហុយៗដែលខ្លួនទើបតែដាំរួចនោះយកទៅឲ្យលោកតាដោយគ្មានការរារែកសួស្ដីនិយាយសម្ដីទន់ភ្លន់ថាលោកតាពិសាបាយនេះចុះខ្ញុំទើបតែដាំឆ្អិនក្តៅបុរសជរានោះហូបបាយយ៉ាងឆ្ងាញ់ពិសារហូតអស់ពីចានក្រោយពីហូបរួចលោកតាស្រាប់តែសួរថាចុះចៅឯងមិនឃ្លានទេឬបើចៅឲ្យបាយតាចៅនឹងត្រូវដាច់បាយមិនខានសួស្ដីញញឹមរួចឆ្លើយថាការឃើញលោកតាឆ្អែតវាគឺគ្រប់គ្រាន់សម្រាប់ខ្ញុំទៅហើយលោកតាអំពើល្អមិនដែលធ្វើឲ្យមនុស្សស្លាប់ដោយសារការដាច់បាយនោះទេរំពេចនោះរាងកាយលោកតាក៏រលាយបាត់ទៅវិញបន្សល់ទុកនៅពាក្យស្លោកមួយឃ្លានៅក្នុងអាកាសបន្ទាប់ពីលោកតាជរាបានរលាយបាត់ទៅសំឡេងមួយបានបន្លឺឡើងពីលើអាកាសថាចិត្តឯងបរិសុទ្ធដូចទឹកអម្រឹតមិនស្ដាយសូមបីបាយចុងក្រោយសម្រាប់ជីវិតខ្លួនឯងសួស្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដើរត្រឡប់ទៅផ្ទះបាយវិញដើម្បីលាងសម្អាតចានបាយដែលលោកតាទើបនឹងហូបរួចប៉ុន្តែនៅពេលដែលគេដាក់ចានបាយចុះក្នុងទឹកក៏ស្រាប់តែឃើញកាក់មាសមួយភ្លឺចិញ្ចាចនៅបាតចាន
មិនត្រឹមតែប៉ុណ្ណោះទេវតាជើងចង្ក្រានបានបង្ហាញខ្លួនឡើងវិញរួចមានបន្ទូលថាសួស្តីអើយចុះឯងយកកាក់មាសនេះទៅទិញពូជស្រូវនិងគោមួយនឹមចុះដីស្រែដែលធ្លាប់តែហូបតែឯងរបស់ឯងនឹងប្រែជាមានជីជាតិចាប់ពីថ្ងៃនេះតទៅសួស្តីសំពះអរគុណទាំងទឹកភ្នែករួចក៏ចាប់ផ្ដើមរៀបចំជីវិតថ្មីតាមពាក្យណែនាំរបស់ទេវតារដូវវស្សាឈានមកដល់សួស្តីខំប្រឹងភ្ជួររាស់លើដីស្រែតូចមួយរបស់គេផ្លែត្រង់ថាស្រូវដែលសួស្តីដាំដុះលឿនជាងស្រូវអ្នកភូមិដទៃហើយមានគ្រាប់ធំធំពណ៌មាសគួរឲ្យចង់គយគន់ទោះបីជាមានសត្វល្អិតចោះបំផ្លាញស្រែអ្នកជិតខាងយ៉ាងណាក៏ដោយក៏ស្រែរបស់សួស្តីមិនដែលមានសត្វណាមួយមកប៉ះពាល់ឡើយអ្នកភូមិផ្អើលឆោឡោមកមើលស្រែរបស់សួស្តីខ្លះសរសើរថាគេមានសំណាងខ្លះទៀតក៏ចាប់ផ្ដើមមានចិត្តច្រណែនសួស្តីមិនដែលអួតអាងឡើយគេនៅតែរស់នៅសាមញ្ញជួយដោះស្រាយទុក្ខធុរៈអ្នកក្រីក្រជាងគេជានិច្ចប៉ុន្តែភាពល្បីល្បាញនៃស្រែអច្ឆរិយៈនេះបានលើកទៅដល់ត្រចៀករបស់សេដ្ឋីចិត្តដាច់ដែលជាអ្នកមានទ្រព្យស្រុកស្ដំក្នុងតំបន់នោះនឹងមានចិត្តលោភលន់មិនចេះឆ្អែតឆ្អន់សេដ្ឋីចិត្តដាច់មិនអាចឈរមើលអ្នកក្រដូចសួស្តីមានផលស្រូវច្រើនជាងខ្លួនបានឡើយគាត់បានបញ្ជាឲ្យភ្នាក់ងារទៅស៊ើបមើលថាតើសួស្តីមានអត្តកម្បាំងអ្វីនៅយប់មួយភ្នាក់ងាររបស់សេដ្ឋីបានលបមើលតាមចន្លោះជញ្ជាំងខ្ទមរបស់សួស្តីហើយបានឃើញសួស្តីកំពុងសំពះជើងចង្ក្រាននិងមានពន្លឺចម្លែកជះចេញមកភ្នាក់ងារនោះប្រញាប់ទៅរាយការណ៍ប្រាប់សេដ្ឋីចិត្តដាច់សើចយ៉ាងកំណាចរួចពោលថាអូប្រកាសជាមានកំណប់នៅក្រោមជើងចង្ក្រាននោះមិនខានយើងត្រូវតែរកវិធីយកដីនោះនិងខ្ទមនោះមកធ្វើជាកម្មសិទ្ធិឲ្យបានស្អែកឡើងសេដ្ឋីក៏ធ្វើដំណើរទៅកាត់ខ្ទមសួស្តីទាំងទឹកមុខញញឹមពព្រាយប៉ុន្តែបង្កប់ដោយដាវមុតស្រួចនៅក្នុងចិត្តសេដ្ឋីចិត្តដាច់បានបបួលសួស្តីភ្នាល់គ្នាដោយយកលេសថាចង់សាក់លបងបុណ្យបារមីសេដ្ឋីនិយាយថានេះសួស្តីអើយបើឯងពូកែពិតមែនចុះឯងធ្វើឲ្យដើមឈើក្រៀមស្វិតនៅមុខផ្ទះយើងលាស់ស្លឹកនឹងចេញផ្កាក្នុងរយៈពេលតែមួយយប់ចុះបើឯងធ្វើបានយើងនឹងប្រគល់មាសមួយពាងឲ្យឯងតែបើធ្វើមិនបានទេឯងត្រូវប្រគល់ដីស្រែនិងខ្ទមនោះមកឲ្យយើងភ្លាមសួស្តីមានការភ័យខ្លាចជាខ្លាំងព្រោះគេដឹងថាខ្លួនឯងគ្រាន់តែជាមនុស្សធម្មតាគ្មានឫទ្ធិអំណាចអ្វីឡើយប៉ុន្តែសេដ្ឋីបានបង្ខំឲ្យគេផ្តិតមេដៃលើកកិច្ចសន្យាដោយមានអ្នកភូមិធ្វើជាសាក្សីយ៉ាងច្រើនសួស្តីត្រឡប់មកផ្ទះវិញទាំងទឹកភ្នែកអង្គុយអោបជើងចង្ក្រានទាំងអស់សង្ឃឹមខ្លាចក្រែងត្រូវបាត់បង់ដីទីជម្រកដែលជាកេរមរតកចុងក្រោយរបស់ឪពុកម្ដាយគេនៅពាក់កណ្ដាលអាត្រៀតទេវតាជើងចង្ក្រានបានបង្ហាញខ្លួនម្ដងទៀតលោកមានបន្ទូលដោយសំឡេងធ្ងន់ធ្ងរថាកុំភ័យឡើយសួស្តីសេចក្តីលោភលន់របស់សេដ្ឋីនឹងខ្លាចជាអន្ទាក់សម្រាប់ខ្លួនគេវិញចូលឯងយកក្អមទឹកនេះទៅស្រោចលើដើមឈើក្រៀមនោះចុះទេវតាបានប្រគល់ក្អមតូចមួយដែលផ្ទុកទៅដោយទឹកពណ៌ខៀវស្រងាត់ដូចត្បូងកណ្ដៀងសួស្តីលោកធ្វើដំណើរទៅភូមិគ្រឹះសេដ្ឋីទាំងយប់ងងឹតគេចាក់ទឹកអមរិតនោះទៅលើដើមឈើដែលស្លាប់បាត់បង់ទៅហើយនោះរំពេចនោះផ្ទៃមេឃស្រាប់តែមានរន្ទះបាញ់ក្រហមហើយដើមឈើដែលក្រៀមស្វិតនោះចាប់ផ្ដើមរញ្ជួយនិងលាស់ស្លឹកខ្ចីល្វក់ចេញមកភ្លាមប៉ុន្តែអ្វីដែលសួស្តីមិនដឹងនោះគឺសេដ្ឋីចិត្តដាច់កំពុងតែលបមើលសកម្មភាពរបស់គេពីលើផ្ទះទាំងក្តីរំភើបនិងមានល្បិចថ្មីមួយទៀតដែលកាន់តែសាហាវជាងមុនពន្លឺព្រះអាទិត្យជះមកលើភូមិគ្រឹះសេដ្ឋីអ្នកភូមិរាប់រយនាក់បានមកជួបជុំគ្នាដើម្បីមើលលទ្ធផលនៃការភ្នាល់គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញដើមឈើដែលធ្លាប់តែក្រៀមស្វិតឥឡូវនេះមិនត្រឹមតែលាស់ស្លឹកខ្ចីល្វក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងចេញផ្កាពណ៌មាសភ្លឺចិញ្ចាចពេញមេឃទៀតផងសួស្តីឈរញញឹមទាំងក្តីសង្ឃឹមប៉ុន្តែសេដ្ឋីចិត្តដាច់បែរជាធ្វើមកមាំរួចស្រែកថានេះជាមន្តអាគមផ្លូវងងឹតឯងប្រកាសជារៀនវិជ្ជាធ្មប់មកបោកយើងមិនខានសេដ្ឋីមិនត្រឹមតែមិនព្រមប្រគល់មាសមួយពាងតាមសន្យាប៉ុណ្ណោះទេថែមទាំងបញ្ជាឲ្យកូនចៅចាប់សួស្តីយកទៅឃុំទុកក្នុងទ្រុងដែកដោយចោទប្រកាន់ថាគេជាគ្រូធ្មប់ដែលនាំគ្រោះថ្នាក់ដល់ភូមិស្រុកអ្នកភូមិខ្លះជឿខ្លះមិនជឿប៉ុន្តែគ្មាននរណាហ៊ានតតាំងជាមួយអំណាចសេដ្ឋីឡើយសួស្តីត្រូវបានគេយកទៅដាក់ក្នុងទ្រុងដែកនៅកណ្ដាលវាលស្រែក្រោមពន្លឺថ្ងៃដ៏ក្តៅហួតហែងគេមានការតូចចិត្តយ៉ាងខ្លាំងតែការធ្វើអំពើល្អរបស់គេបែរជាត្រូវបានគេបកស្រាយជាអំពើអាក្រក់ទៅវិញក្នុងខណៈដែលគេកំពុងតែស្រេកទឹកនិងអស់សង្ឃឹមសួស្តីបានសូត្រមន្តនឹកដល់ទេវតាជើងចង្ក្រានថាលោកម្ចាស់អើយបើទូលបង្គំមានសេចក្តីស្មោះត្រង់ពិតមែនសូមជួយឲ្យទូលបង្គំរួចផុតពីគ្រោះថ្នាក់នេះផងចុះយប់នោះស្រាប់តែមានសត្វចាបមួយវងធំបានហោះមកចឹកសោទ្រង់ដែកនោះរហូតដាច់ខ្ទេចសួស្តីមានអារម្មណ៍ថាខ្លួនសារដោយសំឡេងហើយអាចដើរកាត់ឆ្មាំយាម
ដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ចេញមកក្រៅដោយសុវត្ថិភាពគេមិនបានរត់ទៅណាឆ្ងាយទេគេប្រញាប់ទៅផ្ទះរបស់គេដើម្បីជួបទេវតាជើងចង្ក្រានជាថ្មីក្នុងពេលដែលសួស្ដីកំពុងរត់ត្រឡប់ទៅផ្ទះសេដ្ឋីចិត្តដាច់ដែលឆ្លុះបំពេញនឹងអំណាចជើងចង្ក្រានបាននាំកូនចៅសម្រុកចូលទៅក្នុងខ្ទមរបស់សួស្ដីហើយសេដ្ឋីបញ្ជាឲ្យកូនចៅកោះយកជើងចង្ក្រាននោះចេញពីដីរួចលើកដាក់លើរទេះយកទៅផ្ទះរបស់ខ្លួនសេដ្ឋីគិតថាបើជើងចង្ក្រាននេះជួយសួស្ដីឲ្យមានបានកាលណាវាជារបស់យើងនឹងខ្លាចស្ដេចមិនខានពេលសួស្ដីមកដល់ផ្ទះឃើញខ្ទមត្រូវគេរុះរើហើយជើងចង្ក្រានដែលជាទីគោរពរបស់គេត្រូវបានគេលួចយកទៅបាត់គេយំសោកបោកខ្លួនយ៉ាងខ្លាំងខ្ទមដែលធ្លាប់តែមានពន្លឺនិងក្លិនក្រអូបឥឡូវនេះប្រែជាត្រជាក់ស្រេបនិងស្ងាត់ជ្រងំដោយផ្ទះខ្មោចនៅក្នុងភូមិគ្រឹះសេដ្ឋីចិត្តដាច់បានបញ្ជាឲ្យគេរៀបចំកន្លែងយ៉ាងស្អាតដើម្បីដាក់ជើងចង្ក្រាននោះគាត់បានដាំបាយនិងយកម្ហូបឆ្ងាញ់សាច់ត្រីសាច់ជ្រូកយ៉ាងច្រើនទៅដាក់ថ្វាយរួចបួងសួងថាទេវតាអើយចូលចេញមកជួយយើងឲ្យមានមាសប្រាក់ច្រើនជាងនេះរាប់ពាន់ដងទៅផងប៉ុន្តែមិនថាគាត់អង្វរយ៉ាងណាក៏គ្មានពន្លឺអ្វីចេញមកដែរដោយការខឹងសម្បាសេដ្ឋីចាប់ផ្ដើមជាប្រមាថជើងចង្ក្រាននោះថាជាដុំថ្មអាក្រក់គាត់បញ្ជាឲ្យកូនចៅយកញញួរមកវាយបំបែកជើងចង្ក្រាននោះចោលប៉ុន្តែរកពេលដែលញញួរវាចុះជើងចង្ក្រានមិនត្រឹមតែមិនបែកឡើយថែមទាំងជះកំទេចភ្លើងមកវិញធ្វើឲ្យឆេះរោរាពេញភូមិគ្រឹះសេដ្ឋីភ្លើងដែលចេញពីជើងចង្ក្រានមិនមែនជាភ្លើងធម្មតាទេវាជាភ្លើងទណ្ឌកម្មមិនថាអ្នកភូមិជួយជញ្ជូនទឹកមកជះយ៉ាងណាក៏ដោយក៏ភ្លើងនោះមិនរលត់ឡើយវាឆេះតែភូមិគ្រឹះសេដ្ឋីនិងជង្រុកស្រូវរបស់គាត់ប៉ុណ្ណោះសេដ្ឋីចិត្តដាច់ភ័យស្លន់ស្លោរត់ចេញមកក្រៅទាំងខ្លួនអាក្រាតហើយទ្រព្យសម្បត្តិដែលគាត់ធ្លាប់តែមានមោទនភាពបានខ្លាចជាផេះផង់ក្នុងមួយពព្រិចភ្នែកសួស្ដីដើរមកដល់មុខភូមិគ្រឹះសេដ្ឋីទាំងក្តីអាណិតគេបានលុតជង្គង់ចុះរួចសំពះទៅកាន់គំនរភ្លើងនោះរំពេចនោះទេវតាជើងចង្ក្រានបានបង្ហាញខ្លួនចំកណ្ដាលអណ្ដាតភ្លើងហើយមានបន្ទូលយ៉ាងខ្លាំងថាអំពើបាបត្រូវសងដោយបាបអំពើល្អត្រូវតបស្នងដោយបុណ្យសួស្ដីអើយចូលឯងយកជើងចង្ក្រានរបស់ឯងត្រឡប់ទៅវិញចុះព្រោះទីនេះមិនមែនជាកន្លែងសម្រាប់សេចក្តីបរិសុទ្ធឡើយខណៈដែលភូមិគ្រឹះដ៏ស្កឹមស្កៃរបស់សេដ្ឋីចិត្តដាច់បានខ្លាចជាផេះផង់សេដ្ឋីអង្គុយយំសោកបោកខ្លួននៅកណ្ដាលផ្លូវគ្មានសល់សូម្បីតែអង្គមួយគ្រាប់ផ្ញើពោះអ្នកភូមិដែលធ្លាប់តែខ្លាចរអាក៏ចាប់ផ្ដើមចំអកឡក់លើយឲ្យគាត់ប៉ុន្តែសួស្ដីមិនបានគិតបែបនោះទេគេបានដើរទៅក្បែរសេដ្ឋីរួចហុចសម្លៀកបំពាក់ចាស់របស់ខ្លួននិងបាយមួយកញ្ចប់ទៅឲ្យសេដ្ឋីសួស្ដីពោលថាលោកសេដ្ឋីអើយកុំយំអីទ្រព្យសម្បត្តិជារបស់ក្រៅខ្លួនទេសំខាន់ឲ្យតែយើងនៅមានជីវិតចូលលោកមកស្នាក់នៅខ្ទមខ្ញុំបណ្ដោះអាសន្នចុះសេដ្ឋីចិត្តដាច់ខ្មាស់អៀនសួស្ដីខ្លាំងណាស់គាត់បានលុតជង្គង់សំពះសុំទោសសួស្ដីទាំងទឹកភ្នែកចិត្តមេត្តារបស់សួស្ដីបានធ្វើឲ្យទេវតាជើងចង្ក្រានញញឹមក្នុងចិត្តព្រោះសួស្ដីមិនត្រឹមតែជាមនុស្សល្អទេប៉ុន្តែជាមនុស្សដែលមានចិត្តទូលាយដូចមហាសមុទ្រសួស្ដីបានលើកដុំថ្មជើងចង្ក្រានរបស់គេត្រឡប់ទៅខ្ទមវិញអ្វីដែលអស្ចារ្យនោះគឺនៅពេលដែលជើងចង្ក្រានបានដាក់ចុះកន្លែងដើមវិញខ្ទមដែលធ្លាប់តែរុះរើបាក់បែកបែរជាប្រែប្រួលរូបរាងคล้ายជាផ្ទះឈើដ៏រឹងមាំនិងមានសណ្ដាប់ធ្នាប់ជានិច្ចក្លិនក្រអូបនៃសិលធម៌បានភាយចេញពីផ្ទះបាយសួស្ដីម្ដងទៀតទេវតាជើងចង្ក្រានបានបង្ហាញខ្លួនចំចំពោះមុខសួស្ដីនិងសេដ្ឋីដែលកំពុងស្នាក់នៅទីនោះរួចមានបន្ទូលថាសួស្ដីឯងបានឆ្លងផុតការសាកល្បងដ៏ធំបំផុតគឺការលះបង់ការគុំគួនចាប់ពីពេលនេះទៅយើងនឹងប្រគល់សិលសាស្ត្រមួយដល់ឯងគឺរាល់ពេលដែលឯងដាំបាយឲ្យអ្នកក្រីក្រហូបបាយនោះនឹងមិនចេះអស់ឡើយរឿងរ៉ាវនៃបាយទឹកមិនចេះអស់នឹងបរោះចិត្តព្រះបានល្បីសរសៃចេញពីភូមិមួយទៅភូមិមួយរហូតដល់រាជធានីក្នុងពេលនោះដែរព្រះនគរកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងររាជរស់អង្គច្រកឆ្នាំងគ្មានព្រះមហាក្សត្រទ្រង់ជ្រាបដំណឹងនេះក៏មានមន្ទិលសង្ស័យយ៉ាងខ្លាំងព្រះអង្គទ្រង់មានបន្ទូលថាតើមានមនុស្សណាដែលអាចមានបាយចិញ្ចឹមមនុស្សរាប់ពាន់នាក់ដោយត្រឹមជើងចង្ក្រានចាស់មួយនោះចូលភ្នាក់ងារទៅអញ្ជើញបរិះនោះមកប៉ាល់យើងភ្លាមក្បួនហែហោមរបស់ហ្លួងបានធ្វើដំណើរទៅកាន់ជើងភ្នំដងរែកដើម្បីទទួលសួស្ដីចូលទៅកាន់ព្រះបរមរាជវាំងសួស្ដីមានការភ័យអរជាខ្លាំងគេមិនភ្លេចដួសផេះនិងយកដុំថ្មជើងចង្ក្រានដាក់ក្នុងកញ្ជើរួចស្ពាយតាមខ្លួនជានិច្ចសេដ្ឋីចិត្តដាច់ដែលឥឡូវប្រែជាមនុស្សល្អក៏សុំទៅតាមជាមួយសួស្ដីដែរនៅតាមផ្លូវទៅកាន់រាជធានីសួស្ដីបានឃើញរាជដេកស្លាប់តាមផ្លូវដោយការស្រែកឃ្លានសួស្ដីបានសុំជប់ក្អួនរួចដុតភ្លើងដាំបាយដោយប្រើជើងចង្ក្រានទេពអ្វីដែលមិនគួរឲ្យជឿគឺឆ្នាំងបាយតូចមួយរបស់គេអាចដួសបាយចែកឲ្យរាជរាប់រយនាក់ហូបឆ្អែតគ្រប់គ្នាប៉ុន្តែ
បាយក្នុងឆ្នាំងនៅតែពេញដដែលមេតបនិងសេនាដែលតាមទៅក៏គ្រប់សពស្ញែងសួស្ដីខ្លាំងណាស់រហូតម្នាក់លុតចង្គង់សំពះគេដូចជាអ្នកមានបុណ្យម្នាក់នៅពេលមកដល់មុខព្រះភ័ក្ត្រព្រះមហាក្សត្រសួស្ដីបានក្រាបបន្ទំទូលតាមដំណើររឿងទាំងអស់ព្រះរាជាទ្រង់មិនទាន់ជឿទាំងស្រុងឡើយទ្រង់មានបន្ទូលថាបើឯងពិតជាមានបុណ្យបារមីមែនចូលឯងដាំបាយឲ្យពលតបយើងដែលកំពុងស្រេកឃ្លាននៅទីលានខាងមុខចុះបើធ្វើបានយើងនឹងឲ្យឯងធ្វើជាមហាសេដ្ឋីប្រចាំនគរសួស្ដីរៀបចំដាក់ជើងចង្ក្រាននៅកណ្ដាលវាលព្រះមេនរួចសូត្រមន្តនឹកដល់ទេវតាផ្សែងភ្លើងចាប់ផ្ដើមហុយឡើងខ្ពស់ទៅលើមេឃប្រែជាពពកខ្មៅរួចក៏បង្អស់ភ្លៀងមកយ៉ាងខ្លាំងធ្វើឲ្យទឹកអូរស្ទឹងដែលរីងស្ងួតត្រឡប់មកមានទឹកវិញភ្លាមស្របពេលជាមួយគ្នានោះក្លិនបាយដ៏ក្រអូបបានសាយភាយពេញរាជវាំងធ្វើឲ្យគ្រប់គ្នាដែលបានហិតក្លិនក៏មានអារម្មណ៍ថាឆ្អែតនិងមានកម្លាំងមាំមួនឡើងវិញក្រោយពីបានឃើញអភូតហេតុភ្លៀងធ្លាក់និងបាយទឹកដែលឆ្អែតដល់ពលទ័ពរាប់ម៉ឺននាក់រួចមកព្រះមហាក្សត្រទ្រង់សពព្រះរាជហឫទ័យយ៉ាងខ្លាំងព្រះអង្គបានប្រកាសតែងតាំងសួស្ដីឲ្យឡើងងារជាអគ្គសម្បត្តិមហាទេពដើម្បីមើលការខុសត្រូវលើជង្រុកស្រូវលួងនិងជួយសង្គ្រោះរាស្ត្រដែលកំពុងជួបគ្រោះអត់ឃ្លានសួស្ដីទទួលបានភូមិគ្រឹះដ៏ធំស្កឹមស្កៃបម្រើដោយសេនានិងស្រីស្នំជាច្រើនប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងបំផុតនោះគឺទោះបីជាគេមានងារខ្ពស់យ៉ាងណាក៏សួស្ដីមិនព្រមប្រើចង្ក្រានមាសឬចង្ក្រានប្រាក់ឡើយគេនៅតែរក្សាជើងចង្ក្រានថ្មចាស់របស់គេនោះទុកក្នុងបន្ទប់ពិសេសមួយហើយរាល់ព្រឹកគេនៅតែបន្តដុសខាត់និងថ្វាយបាយទឹកដល់ទេវតាជើងចង្ក្រានដោយផ្ទាល់ដៃមិនដែលឲ្យអ្នកបម្រើធ្វើជំនួសឡើយជីវិតក្នុងវាំងពោពេញទៅដោយការលបួងមន្ត្រីខ្លះព្យាយាមយកចិត្តសួស្ដីដោយការសុកប៉ាន់និងនាំស្រីស្អាតមកឲ្យដើម្បីសុំចែករំលែកសិលសាស្ត្របាយទឹកទេវតាជើងចង្ក្រានចង់ដឹងថាតើសួស្ដីនឹងវង្វេងនឹងកេរ្តិ៍ឈ្មោះដែរឬទេជប់មួយទេវតាបាននិមិត្តជាស្រីស្អាតម្នាក់មកលបួងសួស្ដីឲ្យលួចយកដុំថ្មជើងចង្ក្រានទៅលក់ឲ្យនគរជិតខាងជាថ្នូរនឹងអំណាចធ្វើជាស្ដេចសួស្ដីបានតបទៅវិញដោយមាំទាំថាមាសប្រាក់និងអំណាចមិនអាចទៅបាននឹងគុណូបការៈដែលលោកម្ចាស់ជើងចង្ក្រានមានចំពោះខ្ញុំឡើយបើគ្មានលោកម្ចាស់ទេខ្ញុំក៏គ្មានថ្ងៃនេះដែរឮដូច្នេះទេវតាក៏រលាយខ្លួនបាត់រួចមានបន្ទូលបន្លឺក្នុងចិត្តសួស្ដីថាឯងពិតជាមនុស្សដែលមិនភ្លេចកំណើតមែនដំណឹងនៃបាយទឹកមិនត្រឹមតែល្បីក្នុងនគរទេវាបានលើទៅដល់ត្រចៀកនៃស្ដេចនគរជិតខាងម្នាក់ដែលមានចិត្តសាហាវខូខើស្ដេចអង្គនោះចង់បានជើងចង្ក្រានទឹកមកធ្វើជាកម្មសិទ្ធិដើម្បីពង្រីកអំណាចទ័ពទ្រង់បានលើកទ័ពរាប់សែននាក់មកចោមរោមព្រំដែនហើយគំរាមថាបើមិនប្រគល់បរោះឈ្មោះសួស្ដីនឹងជើងចង្ក្រានមកឲ្យយើងទេយើងនឹងកំទេចនគរនេះឲ្យខ្លាយជាផេះផង់ព្រះមហាក្សត្រមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះកម្លាំងទ័ពមានតិចជាងគេឆ្ងាយណាស់សួស្ដីឃើញដូចនេះក៏ចូលក្រាបបន្ទំទូលថាបបិទ្ធព្រះអង្គសូមកុំបារម្ភអីទូបង្គំនឹងប្រើសន្តិភាពដើម្បីឈ្នះសង្គ្រាមនេះសួស្ដីមិនបានកាន់ដាវឬលំពេងទៅច្បាំងឡើយគេបានសុំឲ្យព្រះរាជាបញ្ជូនទ័ពសេះយកបាយកញ្ចប់ដែលដាំចេញពីជើងចង្ក្រានទេពទៅបោះឲ្យទ័ពសត្រូវដែលកំពុងឡោមព័ទ្ធនៅតាមព្រៃពលទ័ពសត្រូវដែលកំពុងស្រេកឃ្លាននិងហត់នឿយកាលបើបានឃើញបាយក្រអូបឈ្ងុយឈ្ងប់ក៏នាំគ្នាហូបយ៉ាងជក់ចិត្តប្លែកអស្ចារ្យណាស់ឲ្យតែអ្នកណាបានហូបបាយនោះហើយចិត្តដែលធ្លាប់តែចង់សម្លាប់ចង់ច្បាំងក៏ប្រែជាត្រជាក់ត្រជុំនិងនឹកដល់ផ្ទះសម្បែងនឹកដល់ប្រពន្ធកូនវិញភ្លាមមេទ័ពសត្រូវបញ្ជាឲ្យវាយលុកប៉ុន្តែពលទ័ពបែរជាទម្លាក់អាវុធចោលអស់រួចពោលថាយើងមិនចង់ច្បាំងជាមួយមនុស្សដែលផ្ដល់បាយឲ្យយើងហូបនោះទេឃើញទ័ពរបស់ខ្លួនបាត់ស្បាត់ដោយសារអំណាចនៃសេចក្តីមេត្តាស្ដេចចិត្តអាក្រក់អង្គនោះក៏មានការភ្ញាក់រលឹកទ្រង់បានយាងចុះពីលើខ្នងដំរីរួចមកជួបសួស្ដីដោយផ្ទាល់សួស្ដីបានរៀបចំតុបាយមួយយ៉ាងសមរម្យរួចអញ្ជើញស្ដេចទាំងពីរអង្គមកសោយជុំគ្នាសួស្ដីបានពន្យល់ថាលោកម្ចាស់អើយអំណាចដែលពិតប្រាកដមិនមែននៅចុងដាវទេប៉ុន្តែគឺនៅលើការធ្វើឲ្យរាជឆ្អែតពោះនិងមានសេចក្តីសុខស្ដេចទាំងពីរនគរបានចងសម្ព័ន្ធមិត្តនឹងគ្នាហើយសន្យាថានឹងមិនធ្វើសង្គ្រាមទៀតឡើយគេឈ្មោះសួស្ដីបានល្បីរន្ទឺដល់ឋានសួគ៌ជាន់ទី7ធ្វើឲ្យស្ដេចទេវតាមានបំណងចង់ប្រទានរង្វាន់ដ៏ធំធេងបំផុតដែលមនុស្សលោកមិនដែលទទួលបានគេឈ្មោះនៃសេចក្តីល្អរបស់សួស្ដីបានភាយក្លិនក្រអូបសពផ្សាយនៅដល់ភពកាយនិងឋានសួគ៌ជាន់ទី7ព្រះឥន្ធាធិរាជទ្រង់ចង់ដឹងថាតើបរិសម្នាក់នេះស័ក្តិសមនឹងទទួលបានពរជ័យអមតៈដែរឬទេទ្រង់បានបញ្ជាឲ្យទេវតាជើងចង្ក្រាននាំព្រលឹងសួស្ដីឡើងមកគាល់នៅឋានសួគ៌ទាំងរូបកាយសាច់ឈាមសួស្ដីបានឃើញទិដ្ឋភាពដ៏អស្ចារ្យនៃសួនច្បារសួគ៌
ប៉ុន្តែចិត្តរបស់គេនៅតែនឹកដល់រាជដែលនៅក្រីក្រនិងមិត្តភក្តិចាស់នៅលោកកៃឡាសព្រះឥន្ទទ្រង់សួរថាសួស្ដីអើយឯងចង់រស់នៅទីនេះជារៀងរហូតបរិភោគអាហារទឹកមិនស្គាល់ពាក្យថាស្លាប់ដែរឬទេសួស្ដីតបវិញទាំងគោរពថាបបិទ្ធព្រះអង្គសេចក្តីសុខដែលពិតប្រាកដសម្រាប់ទូបង្គំគឺការបានឃើញអ្នកដទៃឆ្អែតពោះបើទូបង្គំនៅទីនេះតើអ្នកណានឹងជួយដាំបាយឲ្យអ្នកក្រព្រះឥន្ទញញឹមរួចប្រទានពរឲ្យគេបានអាយុយឺនយូរនិងមានប្រាជ្ញាភ្លឺថ្លាលើសសពសត្វលោកត្រឡប់មកលោកកៃឡាសវិញសេដ្ឋីចិត្តដាច់ដែលឥឡូវខ្លាចជាអ្នកបម្រើដ៏ស្មោះត្រង់របស់សួស្ដីបានខិតខំធ្វើការយ៉ាងស្រស់ស្រាក់ស្រស់ស្រាំគាត់បានយល់ច្បាស់ថាទ្រព្យសម្បត្តិដែលប្លន់គេមកមិនអាចផ្ដល់សេចក្តីសុខបានដោយការចែករំលែកឡើយឃើញដូចនេះសួស្ដីក៏បានប្រគល់ដីស្រែមួយផ្នែកធំទៅឲ្យសេដ្ឋីវិញរួចប្រាប់ថាលោកតាចូលយកដីនេះទៅធ្វើស្រែហើយចែកផលឲ្យអ្នកភូមិផងចូលកុំធ្វើជាសេដ្ឋីចិត្តដាច់ដូចមុនទៀតសេដ្ឋីយំសោកបោកខ្លួនដោយក្តីរំភើបហើយសន្យាថានឹងប្រើជីវិតដែលនៅសេសសល់ដើម្បីធ្វើបុណ្យចាប់ពីថ្ងៃនោះមកនៅក្នុងភូមិក៏លែងមានអ្នកក្រដាច់បាយហើយក៏លែងមានអ្នកមានចិត្តអាក្រក់ទៀតដែរព្រោះគ្រប់គ្នាមានសួស្ដីជាគំរូយប់មួយមុនពេលទេវតាជើងចង្ក្រានត្រូវត្រឡប់ទៅឋានសួគ៌វិញលោកបានហៅសួស្ដីមកសឹកប្រាប់អាត់កំបាំងចុងក្រោយថាសួស្ដីដុំថ្មជើងចង្ក្រាននេះមិនមែនជាគ្រាន់តែជាដុំថ្មទេដុំទី1តំណាងឲ្យសេចក្តីស្មោះត្រង់ដុំទី2តំណាងឲ្យសេចក្តីអត់ធ្មត់និងដុំទី3គឺតំណាងឲ្យសេចក្តីមេត្តាដរាបណាឯងរក្សាចិត្តទាំង3នេះបាននោះបាយក្នុងឆ្នាំងឯងនឹងមិនចេះអស់ឡើយទេវតាបានបន្តថាពេលដែលសួស្ដីចាស់ជរាទៅលោកនឹងទទួលសួស្ដីឲ្យទៅធ្វើជាទេវតាថែរក្សាផ្ទះបាយដើម្បីចាំជួយមនុស្សលោកដែលមានចិត្តល្អដោយរូបគេសួស្ដីទទួលពាក្យទាំងក្តីរីករាយនឹងបានបង្រៀនមេរៀននេះដល់កូនចៅចំនួនក្រោយឲ្យចេះរៀបចំផ្ទះបាយឲ្យស្អាតនិងមានសីលធម៌ល្អពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំសួស្ដីបានរស់នៅរហូតដល់អាយុ100ទាំងសុខភាពល្អបរិបូរណ៍នៅថ្ងៃមួយដែលជាថ្ងៃចូលឆ្នាំថ្មីសួស្ដីបានហៅកូនចៅនិងអ្នកភូមិមកជួបជុំគ្នារួចពោលពាក្យលាទាំងញញឹមគេបានអង្គុយក្បែរជើងចង្ក្រានចាស់នោះរួចបិទភ្នែកដេកលក់ទៅយ៉ាងស្ងប់ស្ងាត់រំពេចនោះស្រាប់តែមានពន្លឺពណ៌មាសយ៉ាងសន្ធោសន្ធៅចាស់ចេញពីផ្ទះបាយហោះឡើងទៅលើមេឃអ្នកភូមិបានឃើញរូបរាងសួស្ដីស្លៀកពាក់គ្រឿងទេវតាជិះលើពពកអមដោយទេវតាជើងចង្ក្រានហោះទៅកាន់ឋានសួគ៌គ្រប់គ្នាបានលុតជង្គង់សំពះលានិងចងចាំរូបភាពនោះមិនដែលភ្លេចចាប់តាំងពីពេលនោះមកមនុស្សគ្រប់រូបក្នុងនគរតែងតែមានជំនឿយ៉ាងមុតមាំលើទេវតាជើងចង្ក្រានគេជឿថាគ្រប់ផ្ទះបាយទាំងអស់សុទ្ធតែមានទេវតាស្ថិតនៅដើម្បីតាមដានរាល់សកម្មភាពរបស់ម្ចាស់ផ្ទះប្រពៃណីនៃការជូតសម្អាតជើងចង្ក្រានឲ្យស្អាតការមិនជេរប្រមាថក្នុងផ្ទះបាយនិងការសែនព្រេនបាយទឹកដល់ទេវតាជើងចង្ក្រានក្នុងថ្ងៃចូលឆ្នាំបានក្លាយជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃរឿងរ៉ាវរបស់នាយសួស្ដីបានក្លាយជាសក្ខីភាពមួយបញ្ជាក់ថាទោះបីជាយើងកើតមកក្រីក្រកំសត់កំរយ៉ាងណាក៏កុំបោះបង់សេចក្តីល្អឲ្យសោះព្រោះអំពើល្អដែលយើងធ្វើនឹងមិនសាបសូន្យឡើយវាជួយយើងតាំងពីក្នុងលោកនេះរហូតដល់ក្លាយជាទេវតានៅភពកាយ